សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយកវីដេអូចាស់ៗមកកាត់ឲ្យបងប្អូនមើលទៀតហើយអានេះគឺជាវីដេអូដែលខ្ញុំថតយូរហើយបងប្អូនតាំងពី2-3ឆ្នាំមុនណាគឺពេលដែលខ្ញុំរៀបចំធ្វើក្រូអិតផ្លូវដើរហើយនឹង Pario ដូចកន្លែងហ្នឹងគឺខ្ញុំធ្វើ Pario ប៉ុន្តែសភាពដើមគឺអញ្ចឹងបងប្អូនហ្នឹងហើយអាកន្លែងនេះគឺកន្លែងដាំដំណាំរបស់ខ្ញុំគឺដាក់ថ្មនឹងអីអញ្ចឹងឃើញដូចស្អាតកាលនោះហើយកន្លែងនេះដោយសារតាវាមានទឹកដក់ច្រើនពេកអញ្ចឹងទៅយើងពិបាកដើរអញ្ចឹងក៏នឹកឃើញថារៀបឥតក្រូរៀបអីអញ្ចឹងដំបូងឡើយគឺយើងរៀបចំដីឲ្យវាស្មើអីចឹងតែសំខាន់ផ្ទះខ្ញុំវាទួលទៀតបងប្អូនបន្ទាប់ពីដីស្មើគឺយើងចាក់ថ្មគោះពីលើហើយបានរៀបក្រូឥតពីលើនឹងទៀតបងប្អូននេះគឺខ្ញុំធ្វើវីដេអូនឹងឲ្យលឿនតិចហើយព្រោះអីវាយូរពេកបងប្អូនហើយអានេះគឺថ្មដែលយើងរៀបបានប្រវៃនឹងឃើញដូចរៀងស្អាតហើយបងប្អូនគ្រាន់តែវៃនឹងហើយយើងត្រូវដាក់អាសែននេះតាមច្អូហ្នឹងពេលដែលរៀបប្រវៃហ្នឹងឃើញស្អាតអញ្ចឹងក៏រៀបថែមតទៀតមកដល់ប្រវៃនេះទៀតបងប្អូនហ្នឹងហើយចេះតែថែមរហូតហើយអាកន្លែងនេះគឺមានឧបសគ្គរហូតបងប្អូនពេលដែលខ្ញុំធ្វើហ្នឹងគ្រប់រឿងគ្រប់នេះហ្នឹងនៅលើដីហ្នឹងគឺមានឧបសគ្គរហូតគល់ឈើប៉ុណ្ណានៃបងប្អូនពីដើមឡើយមានដើមឈើដើមអីចឹងទៅជួគេមកកាប់ហើយទៅវាមានរឹសហើយអារឹសគល់ឈើអីហ្នឹងនៅពីពេញហ្នឹងអស់ហ្នឹងបងប្អូនអើយហើយនិយាយទៅកន្លែងនេះគឺរៀបបានប៉ុណ្ណេះបងប្អូននិយាយទៅផ្ទះខ្ញុំវាមានដីទួលអញ្ចឹងយើងត្រូវតែធ្វើអីក៏ដោយគិតគូរថាធ្វើមិនក៏មកទឹកវាជ្រាបចូលទៅអញ្ចាំងផ្ទះអីចឹងណាអញ្ចឹងមើល flow ទឹកហ្នឹងវាហូរទៅណាហើយត្រឡប់មកខាងនេះវិញគឺប្រឡំឡើងនឹងអត់ទាន់ទៅធ្វើការនឹងសល់ពេលម៉ោង1ម៉ោង2ម៉ោងអីចឹងទៅងើប early in the morning ហើយជីកដីនឹងបងប្អូនដូចបងប្អូនឃើញហ្នឹងអាដីហ្នឹងវាទួលអញ្ចឹងទៅយើងចង់ឲ្យវាស្មើយើងត្រូវតែជីកវាចេញយកទៅដាក់មកមនុស្សនៅមួយចំហៀងទៀតណាហើយឬឈើឬអីហ្នឹងយើងត្រូវ clean up ផងហើយហងនិយាយទៅអាវីដេអូនេះបើមិន adjust អញ្ចឹងមិនដឹងប៉ុន្មានម៉ោងទេបងប្អូននោះព្រោះអីអានេះគឺយើងធ្វើហ្នឹងគឺថាយូរមែនតើបងប្អូនពីព្រោះអីយើងអត់មានពេលវេលាធ្វើហ្នឹងហើយអត់មានពេលធ្វើយើងធ្វើតាមុនទៅធ្វើការរាល់ថ្ងៃហ្នឹងមិនបន្តិចហើយមកពីធ្វើការវិញធ្វើបន្តិចអញ្ចឹងទៅហើយ weekend ឡើងបាន weekend ហ្នឹងតែមួយថ្ងៃអញ្ចឹងអង្គុយធ្វើហើយហ្នឹងហើយបងប្អូនហត់បងប្អូនអើយនិយាយទៅនេះខ្ញុំជីកច្អូជុំវិញលបងជារូបរាងអញ្ចឹងបងប្អូនហ្នឹងហើយគឺខ្ញុំចង់ធ្វើអញ្ចាំងរៀបថ្មឡើងលើឲ្យរាងខ្ពស់ដើម្បីទប់ដីនៅពីគៀនហ្នឹងអញ្ចឹងយើងមានធ្វើជារូបរាងមានដូចក្បាច់ក្បូរអីទិញទួចអញ្ចឹងណាអញ្ចឹងអានេះវាយើងជីកអាដីនោះអត់ទាន់ហើយទេមិនទាន់ស្មើមិនទាន់រៀបរយអស់ទេប៉ុន្តែយើងធ្វើអាដីពីគៀនហ្នឹងទៀតបងប្អូនហ្នឹងហើយព្រោះអីអាហ្នឹងសំខាន់ជាងគេព្រោះអីមេចង់ភ្លៀងអាហ្នឹងយើងមើលតាមអាកាសធាតុចឹងដែរយើងធ្វើវាឲ្យស្មើយើងធ្វើអីចឹងទៅដើម្បីសំខាន់បំផុតគឺអា base ពីក្រោមហ្នឹងហើយយើងដាក់ថ្មដាក់នេះ V block អីចឹងទៅហើយយើងដាក់ខ្សាច់ដាក់អីហើយបានរៀបថ្មហ្នឹងពីលើធ្វើមិនឲ្យថាអា base ពីក្រោមយើងហ្នឹងតែមកជួរក្រោមដែលថាយើងចាប់ផ្ដើមដំបូងហ្នឹងគឺឲ្យវាត្រង់ឲ្យស្មើគឺអាពីខាងលើទៀតគឺរៀងស្រួលបងប្អូនហ្នឹងហើយយើងគ្រាន់ដាក់ថ្មបន្ទប់ហើយនេះគឺបងប្រុសហ្នឹងហើយបងប្រុសគាត់មានខ្សាច់មានអីគាត់ធ្វើផ្ទះធ្វើអីចឹងទៅនៅសល់អញ្ចឹងគាត់យកមកចែកខ្ញុំខ្លះអញ្ចឹងខ្សាច់មានគ្រួសមានអីហើយយើងទៅទិញអាគ្រួសហ្នឹងពីកន្លែងគេហ្នឹងថែមទៀតហ្នឹងហើយធ្វើតាំងពីព្រឹកដល់យប់ពេលយប់ប្រលប់ឯងនៅតែធ្វើទៀតនិយាយទៅខ្ញុំធ្វើហ្នឹងប្រហែលខែបងប្អូនអើយតំណទៅហើយហើយនេះគឺជា retaining wall ខ្ញុំហ្នឹងគឺខ្ញុំរៀបបានប៉ុណ្្នឹងហើយបងប្អូនដូចបងប្អូនឃើញអញ្ចឹងនៅនេះគេមានកន្លែងលក់គ្រួអីចឹងយើងមានឡានឆុកយើងយកទៅដាក់នៅហ្នឹងទៅហើយគេចាក់ឲ្យយើងអញ្ចឹងណាមកស្គូបវាហ្នឹងហើយការងារហ្នឹងរវល់ណាបងប្អូនអើយពីព្រលឹមឡើងហ្នឹងឆ្លៀតពេល1ម៉ោង2ម៉ោងមុនទៅធ្វើការហ្នឹងធ្វើអាហ្នឹងទៅហើយរត់ទៅធ្វើការទៅហើយណាបាយទឹកផងអីហងបងអើយបងប្អូនអើយនិយាយទៅថារវល់មែនតែនហ្មងណាមកវិញឆ្លៀតមកវិញហ្នឹងធ្វើបន្តិចទៀតទៅតំណតែឲ្យយើងគ្មានលុយជួគេដូចគេអញ្ចឹងមានតែហត់ខ្លួនហ្នឹងហើយតែប៉ុណ្្នឹងឯងបងប្អូនហើយអានេះគឺថាការរៀបចំថ្មពីក្រោមយើងល្អអញ្ចឹងអាពីលើស្រួលដូចបងប្អូនឃើញអញ្ចឹងគ្រាន់តែដាក់បិទកៅអញ្ចឹងណាហើយអានេះបងប្អូនអើយធ្វើបានប៉ុណ្្នឹងទៅវាមេឃភ្លៀងផងអីហងវាទឹកដក់អញ្ចឹងបានថាមេឃចង់ភ្លៀងអញ្ចឹងយើងធ្វើអាពីក្រោមហ្នឹងឲ្យហើយទៅយើងមិនសូវស្
ស្មុកស្មាញម៉ានេះតាពីលើជួនកាលយើងអាចធ្វើបានបន្តទៀតចឹងណាតែទឹកដក់នឹងពិបាកណាស់តំណតែវាស្ងួតហើយអានេះពេលដែលខ្ញុំរៀបចំដល់កម្ពស់ដែលខ្ញុំចង់បានហើយអញ្ចឹងយើងបិទតាថ្មពីលើនឹងទៀតទៅគឺហើយមានម៉ូតមានអីចឹងណាឃើញរៀងស្អាតដែរបងប្អូនហើយអានេះគឺខ្ញុំទិញថ្មគេឲ្យគេដឹកយកមកឲ្យដំបូងទិញថ្មតាមstoreខ្លួនឯងហ្នឹងដូចរៀងហត់ពេកបងប្អូនព្រោះថ្មហ្នឹងវាធ្ងន់ណាអញ្ចឹងទៅឲ្យគេដឹកឲ្យទៅអញ្ចឹងពេលរៀបថ្មពីក្រោមហ្នឹងគឺយើងរៀបធ្វើមិនឲ្យពេលដែលទឹកហូរហ្នឹងគឺកុំឲ្យហូរទៅដក់នៅនឹងជាងខាងក្រោយហ្នឹងអញ្ចឹងយើងធ្វើឲ្យពុះទាបបងប្អូនហ្នឹងហើយខាងនេះគឺទាបជាងខាងជាងហ្នឹងបន្តិចហើយពេលដែលយើងមើលថាដីយើងស្មើហើយដូចយើងចង់បានហើយគឺយើងដល់ពេលចាក់គ្រួសពីលើហ្នឹងមួយជាន់ទៀតកាលណាចាក់ស្អាតហើយហ្នឹងហើយយើងមានគម្រោងដាក់អាដបូពីលើអញ្ចឹងយើងត្រូវដាក់តសហ្នឹងហើយដាំតសហ្នឹងមានស៊ីម៉ងអីយើងធ្វើមិនចាប់វាឲ្យស្អាតសិនហើយបានយើងត្រូវរៀបក្រូតាមក្រួយទៀតហើយនៅឆ្លៀតបងប្អូនអើយឆ្លៀតមកធ្វើអាក្បាច់ក្បូរអាពីគៀននេះទៀតបងប្អូនហ្នឹងហើយរៀបថ្មរៀបអីធ្វើម៉ូតធ្វើអីចឹងដើម្បីយើងដាំដើមឈើដាំអីបានចឹងទៅឃើញលម្អឃើញស្អាតចឹងណាអញ្ចឹងអង្គុយបិទថ្មហ្នឹងចឹងទៅអូនិយាយទៅរវល់ធ្វើអានោះមិនទាន់ហើយក៏មកធ្វើអានេះទៀតបងប្អូនអញ្ចឹងដល់ពេលធ្វើហើយហ្នឹងបងប្អូនគឺដល់វគ្គយើងត្រូវដាក់អាខ្សាច់ហ្នឹងមកជាន់ទៀតអញ្ចឹងខ្ញុំត្រូវទៅទិញខ្សាច់ព្រោះអីយើងទិញខ្សាច់ពីស្តមមុំហ្នឹងវាតិចហើយវាអស់លុយច្រើនអញ្ចឹងអានេះយើងទៅអាកន្លែងគេលក់សាច់លក់គ្រួសហ្នឹងបងប្អូនហ្នឹងហើយឲ្យគេដាក់ឲ្យយើងទៅមកស្គូបហ្នឹងទៅមួយឡានឆឹកអញ្ចឹងទៅយើងបានគ្រប់ចំនួនដែលយើងចង់បានអញ្ចឹងណាកុំឲ្យទៅច្រើនជើងចឹងអានេះពេលយើងចាប់តសជើងអាដបូពីលើនឹងហើយបងប្អូនយើងស៊ូជាប់នឹងអាស៊ីមិនដែលយើងដាក់ចូលហ្នឹងអញ្ចឹងអាហ្នឹងគឺយើងដាំចូលទៅក្នុងដីទៀតដើម្បីកុំឲ្យពេលខ្យល់ខ្លាំងមកវាបក់អលុំអីចឹងណាអាហ្នឹងពេលដែលយើងធ្វើហើយហ្នឹងយើងចាប់ផ្ដើមការងារបន្តទៀតគឺរៀបចំខ្សាច់ហើយអាជ្រុងនេះគឺកន្លែងដែលខ្ញុំរៀបថ្មហ្នឹងខ្ញុំដាំដើមចេកធ្វើលម្អចឹងទៅហើយអានេះគឺដើមឈើខ្លះដែលយើងត្រូវមាន space ហ្នឹងយើងដាក់ចោលទៅណាព្រោះអី summer បងប្អូនហ្នឹងហើយខែក្តៅយើងដាំដើមឈើហើយនេះយើងតបមកយើងនេះមករៀបលើអាខ្សាច់នេះហើយអាការងារទាំងអស់ហ្នឹងបងប្អូនអើយខ្ញុំមិនមែនអ្នកចេះធ្វើអីទេលើកទី1ទាំងអស់បងប្អូនដោយសារតាយើងចង់ធ្វើចង់នេះខ្លួនឯងសេវលុយអីចឹងទៅយើងខំប្រឹងមើលវីដេអូគេដែរហ្នឹងថាគេធ្វើមិនអីមិនចឹងណាហើយរៀនធ្វើតាមគេទៅហ្នឹងហើយធ្វើបានល្អមិនល្អអីលើកទី1ទាំងអស់បងប្អូនអើយបើធ្វើឲ្យលទ្ធផលចេញមកល្អចឹងទៅយើងក៏សប្បាយចិត្តទៅអញ្ចឹងទៅខំប្រឹងថាធ្វើមិនឲ្យតែល្អចឹងណា try my best តែប៉ុណ្្នឹងឯងអញ្ចឹងនៅពេលដែលយើងរៀបសាច់ហើយអស់គឺយើងមានអាផ្ទាំងខ្មៅដែលខ្ញុំទិញពី store មកគឺសម័យឥឡូវគេដាក់ផ្ទាំងជ័រហ្នឹងទៅគឺងាយស្រួលដាក់ថ្មពីលើចឹងណាអញ្ចឹងយើងរៀបចំអាហ្នឹងហើយយើងរៀបអាថ្មការ៉ូទូចនេះដាក់វត្តជុំវិញធ្វើជា frame ហ្នឹងហើយអញ្ចឹងពេលដែលយើងដាក់ថ្មហ្នឹងគឺយើងត្រូវសេរីស្រង់មិនឲ្យថ្មការ៉ូយើងហ្នឹងហើយនឹងអា frame ពីគៀនហ្នឹងឲ្យវាស្មើគ្នាកាលណាយើងដាក់ចូលទៅឲ្យវាស្មើគ្នាព្រោះអីថ្មពីរហ្នឹងជួនកាលកម្ពស់អត់ស្មើគ្នាបងប្អូនហ្នឹងហើយអានេះគឺខ្ញុំកាត់ចូលមកដល់ពេលដែលខ្ញុំរៀបហើយគឺឃើញស្អាតហ្មងបងប្អូនដូចថាសប្បាយចិត្តពេលដែលឃើញវា clean វាអីចឹងហើយអានេះគឺពីគៀនបងប្អូនយើងត្រូវកាត់ការ៉ូខ្លះហើយអាកន្លែងខ្លះក៏អត់សូវស្មើដែរបងប្អូនឃើញទេហ្នឹងហើយអាពីគៀនហ្នឹងគឺយើងចាប់ផ្ដើមធ្វើមិនឲ្យវាស្មើអានេះការងារខ្ញុំនៅសល់តែប៉ុណ្្នេះទៀតទេហ្នឹងហើយជួនកាលធ្វើឆិនឆៃដែរហ្នឹងបងប្អូនអើយមិនមែនទៅល្អឥតខ្ចោះអីទេអានេះលើកទី1ហើយធ្វើហត់ចង្អប់បងប្អូនបើឲ្យធ្វើម្ដងទៀតក៏អត់ធ្វើដែរហត់ហើយអានេះពេលដែលយើងធ្វើហើយយើងដាក់ស៊ីមិនជុំវិញនឹងធម្មតាគេដាក់អាច័រនោះដើម្បីទប់កុំឲ្យវាមូទៅណាបានណាដល់អញ្ចឹងទៅយើងដាក់ស៊ីមិនហ្នឹងវាជាប់ច្រើនជាងហ្នឹងហើយវាងាយស្រួលវាជាប់រហូតហ្មងបន្ទាប់មកយើងដាក់អាខ្សាច់តាមច្អូហ្នឹងដើម្បីឲ្យវានេះហើយយើងដំវាធ្វើមិនឲ្យវាចោះចូលនេះអញ្ចឹងទៅយើងត្រូវការពេលវេលាថ្ងៃបើកអីចឹងណាហើយបានយើង spray ទឹកហ្នឹងហើយ spray ទឹកពីលើ clean ឲ្យវាស្ងួតចឹងទៅបានវាស្អាតហ្មងបងប្អូនអានេះពេលហើយអានេះគឺខ្ញុំឃើញចឹងក៏ចាប់ផ្ដើមថាធ្វើអា driveway ហ្នឹងឲ្យហើយទៅនេះយើងធ្វើផ្លូវដើរតមកនេះទៀតបងប្អូនហ្នឹងហើយការធ្វើហ្នឹងគឺដូចគ្នាដាក់គ្រួដាក់អីចឹងដាក់ខ្សាច់ដាក់អីចឹងធ្វើដូចគ្នាអញ្ចឹងបងប្អូនហើយយើងដាក់ថ្មហ្នឹងរៀបចំចឹងហើយយើងរៀបអាថ្ម frame ពីគៀនហ្នឹងធ្វើមិនយើងមើលទៅផ្លូវដើរយើងចង់បានប៉ុណ្ណាអីមិនប៉ាន់វាមើលសិនណាតបមកបានយើងរើថ្មនឹងចេញហើយ
ទៅយើងដល់ពេលតែយើងត្រូវកាត់ថ្មហ្នឹងហើយយើងយកឡាញគូដីសសម្រាប់គូលើថ្មហ្នឹងហើយគូហើយយើងកាត់ចឹងបងប្អូនហ្នឹងហើយគ្មានអីទេទៅយកទឹកបាញ់ចឹងទៅប្តីអ្នកកាត់អីចឹងទៅហើយតំណមតាកាត់ហើយហ្នឹងយើងកាត់ទៅវាបានសល់តាទូចមួយផ្លូវថ្មទូចមួយឯងប៉ុន្តែយើងត្រូវរៀបអាថ្ម frame ហ្នឹងពីគៀនទៀតនោះបងប្អូនហើយអាវីដេអូហ្នឹងក៏អត់បានថតអីបានច្រើនដែរហើយមេឃភ្លៀងផងអីផងបងប្អូនអើយថាវេទនាណាខ្ញុំធ្វើហ្នឹងឃើញលះអញ្ចឹងប៉ុន្តែធ្វើយូរខែតំណមតាហើយការងារហើយនឹង design មើលថាប៉ាន់មកដូចថាចេញមកតាមណាវាចេញមករូបរាងមិនហ្នឹងគឺគិតក្នុងខួរក្បាលខ្លួនឯងសម័យចេញខ្លួនឯងបងប្អូនហើយយើងធ្វើតាមស្អីដែលយើងសម័យហ្នឹងឯងហើយអានេះគឺពេលដែលយើងកាត់ហើយហ្នឹងបងប្អូនឃើញទេវាបានផ្លូវប៉ុណ្ណឹងហើយអញ្ចឹងទៅយើងកាត់វាយថ្មអាសេះសល់ពីគៀនហ្នឹងដែលយើងកាត់ហ្នឹងចេញទៅហើយយើងរៀបហើយបងប្អូនឃើញទេពេលខ្លះភ្លៀងផងថ្ងៃភ្លៀងអីចឹងត្រូវយកតង់យកអីគ្រប់យើងធ្វើអត់តាន់ហើយមិនអញ្ចឹងទេវាលាយសាច់ហ្នឹងទៅក៏វាសុតវាអត់ស្មើនឹងអ្វីដែលយើងចង់បានអញ្ចឹងណាអញ្ចឹងវេទនាមែនតើអញ្ចឹងកាត់ចូលមកដល់កន្លែងហ្នឹងគឺយើងកាត់ទៅអាកន្លែងដែលធ្វើរួចរាល់អស់ហ្មងបងប្អូនហ្នឹងហើយអានេះគឺអត់បានថតវីដេអូផ្លូវហ្នឹងទេប៉ុន្តែអានេះគឺ before and after រូបបងប្អូនឃើញហើយថារៀបចំតំណបានប៉ុណ្ណឹងវាមិនងាយស្រួលទេបងប្អូនតែ proud ហើយនឹងសប្បាយចិត្តដែលខ្លួនឯងធ្វើបានប៉ុណ្ណឹងខ្លួនឯងតែហត់ចង់ដាច់ខ្យល់ហើយបងប្អូនកម្មវិធីដំបូងឡើយគឺបើកសម្ពោធហ្នឹងគឺ birthday កូនខ្ញុំហ្នឹងហើយបងប្អូននេះហៅបងប្អូន family មកហ្នឹង party លើ patio ថ្មីហ្នឹងបងប្អូនអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនក្នុងការមើលវីដេអូមួយហ្នឹងបាយបាយជួបគ្នាវីដេអូក្រោយទៀតបាយបាយ